អ្នកស្រីដេតម៉ាលីណាសោកស្ដាយខ្លាំងដែលលោកដួងឆាយធ្វើបែបនេះមកលើអ្នកស្រីនិងកូនស្រីរឿងរ៉ាវលោកដួងឆាយនិងអ្នកស្រីដេតម៉ាលីណាបន្ទាប់ពីលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយតែរឿងបែងចែកកូនគ្នាមិនទាន់ដាច់ស្រេចនៅឡើយតែយ៉ាងណាមិញនៅថ្ងៃទី17ខែមីនាឆ្នាំ2025នេះអ្នកស្រីដេតម៉ាលីណាបានបង្ហោះខ្លឹមសារអមមកជាមួយវីដេអូមួយឃ្លីបបែបនេះថានាងខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលលោកដួងឆាយធ្វើបែបនេះមកលើរូបខ្ញុំនិងកូនស្រីខ្ញុំនឹងដួបបុយត្រឡប់មកផ្ទះវិញដោយរឹតតែឈឺចាប់ព្រោះមិនអាចសូម្បីជួបមុខកូនស្រីហេរីថែមទាំងឈឺចាប់អាណិតកូនដួបឈឺនឹកម្ដាយមិនអាចមកនៅជាមួយម្ដាយបានថ្ងៃនេះអាជ្ញាសាលារួមជាមួយសមត្ថកិច្ចនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់លោកខិតខំបំពេញតួនាទីរបស់លោកខ្លាំងណាស់ដើម្បីតែប្រជាពលរដ្ឋដែលមានរឿងដូចជានាងខ្ញុំប៉ុន្តែមនុស្សដោយលោកដួងឆាយនេះគឺមិនខ្លាចច្បាប់ទាល់តែសោះហើយលោកបានព្យាយាមបង្កការលំបាកដល់អាជ្ញាធរទៀតថ្ងៃនេះអាជ្ញាសាលាបានចុះអនុវត្តឲ្យលោកដួងឆាយប្រគល់កូនមកឲ្យនាងខ្ញុំដែលជាអ្នកមានសិទ្ធិអំណាចមេបាលើកូនតែបែរជាលោកមិនបានគោរពតាមការសម្រេចរបស់តុលាការហើយថែមទាំងប្រឆាំងនឹងការចុះអនុវត្តរបស់អាជ្ញាសាលាថែមទៀតផងថ្ងៃនេះលោកបានដឹងហើយថាអាជ្ញាសាលាចុះទៅអនុវត្តឲ្យលោកប្រគល់កូនមកឲ្យនាងខ្ញុំវិញតែលោកមិនបានគោរពតាមទេបែរជាលោកបានយកកូនស្រីរបស់នាងខ្ញុំគេចវេះមិនឲ្យជួបនាងខ្ញុំទៅវិញលោកធ្វើបែបនេះដូចជាធ្វើបាបកូនពេកហើយកូនពួកគាត់មិនដឹងអ្វីទេសូមលោកកុំព្យាយាមបង្កការលំបាកដល់អាជ្ញាធរតទៅទៀតអីជាពិសេសលោកគួរយល់អារម្មណ៍ចិត្តជាម្ដាយនិងកូនដែលបានបែកគ្នាអស់រយៈពេល1ឆ្នាំ9ខែកន្លងមកហើយបើលោកធ្វើបែបនេះតើអនាគតកូនទៅជាយ៉ាងណាខ្ញុំសង្ឃឹមថាច្បាប់នឹងមិនលើកលែងឲ្យលោកបណ្ដោះធ្វើបែបនេះទៀតទេវាបានធ្វើឲ្យប៉ះពាល់សង្គមមួយនេះខ្លាំងណាស់នឹងមានអ្នកលេងបណ្ដាញសង្គមចូលទៅខមមិនតាមការយល់ឃើញរៀងខ្លួនថាច្បាប់មិនជួយចាត់ការបែរជាឲ្យស្ត្រីជាម្ដាយរងចាំសាប់មើលទីតាំងកូនដើម្បីរាយការណ៍ទៅវិញគួរឲ្យអស់សំណាចទេបងប្អូនអត់មានសមត្ថកិច្ចអីជួយរកទេហើយអត់ដាក់ទោសឪពុកដែលមិនគោរពពេលកំណត់ទេបែរជាឲ្យម្ដាយទៅតាមរកវិញបើគេយកកូនទៅលាក់រហូតចឹងតើឲ្យម្ដាយទៅតាមរកដោយវិធីណា